បីយ៉ាងណាក៏ដោយសូមអរគុណនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាយុវជននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រភាគច្រើនបានទៅអប់រំបានផ្ដល់ឲ្យបានចែករំលែកនៅអ្វីដែលគេអាចធ្វើទៅបានទាំងការចេះដឹងទាំងសមត្ថភាពជំនាញចំណេះរហូតដល់គេផ្ដល់នៅសិលធម៌គុណធម៌ទីផងខ្លាចខ្លួនទៅជាណាខ្លាចខ្លួនទៅជាអ្នកឈប់ខ្ជិលឈប់ជល់មាន់ឈប់អង្គុយផាក់សវឹកអួតនួឈប់អង្គុយមើលវាយបុកខ្លាចខ្លួនទៅជាអ្នកគិតអំពីសកម្មភាពដើម្បីជំរុញកូនឲ្យបានរៀនសូត្រដោយអ្នកបញ្ញាសាស្ត្រតែអ្វីដែលជាចំណុចចាប់ផ្ដើមដំបូងដែលលោកសាស្ត្រាចារ្យយកចិត្តទុកដាក់ជាពិសេសទៅដល់និស្សិតក៏ដូចជាយុវជនឲ្យចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការងារសហគមន៍ឬក៏កិច្ចការផ្សេងៗដែលទាក់ទងទៅនឹងវប្បធម៌និងប្រវត្តិសាស្ត្រកន្លងមករឿងសំខាន់បំផុតរបស់ជីវិតរបស់ខ្ញុំគឺការកែប្រែសកម្មភាពនៃជីវិតនិងចំណេះដឹងឲ្យคล้ายទៅជាផលប្រយោជន៍របស់សង្គមជាតិខ្ញុំមានចំណែកចំណេះដឹងក្នុងការសិក្សានិងរៀនសូត្រពីប្រវត្តិសាស្ត្រវប្បធម៌ប្រពៃណីទម្លាប់ខ្មែរតែប៉ុណ្ណឹងប៉ុន្តែខ្ញុំឆ្នៃគិតខ្លួនឯងថាតើខ្ញុំអាចជួយអ្វីខ្លះដល់ជាតិខ្ញុំអាចធ្វើអ្វីខ្លះដើម្បីប្រទេសខ្ញុំតើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីអ្នកចំនួនក្រោយរបស់ខ្ញុំចំណុចនេះហើយជាការចាប់ផ្ដើមដំបូងគេនាំមកខ្ញុំគិតថាតើខ្ញុំអាចធ្វើអ្វីបានកិច្ចការដែលខ្ញុំអាចធ្វើបាននេះដោយសារខ្ញុំចម្លងពីគំនិតរបស់អ្នកប្រាជ្ញជាច្រើននៅក្នុងសហគមន៍នៃសហរដ្ឋអាមេរិកពេលដែលខ្ញុំរៀនជាមួយគេនៅទីនោះជិត10ឆ្នាំខ្ញុំបានឃើញសកម្មភាពរបស់គេជាប្រទេសដែលមានការរីកចម្រើនរុងរឿងខ្ពស់ប៉ុន្តែគេមិនដែលឲ្យយុវវ័យរបស់គេភ្លេចអំពីដំណើរវិវត្តនៃសហគមន៍ជាតិរបស់គេឡើយប្រហែលជាអាចនិយាយថាគេមានរដ្ឋដល់ទៅ50ផ្លាយអញ្ចឹងគេខំប្រឹងឲ្យយុវវ័យដែលជាពលរដ្ឋនៃអនាគតអ្នកបន្តវេននោះយល់ដឹងអំពីស្ថានភាពទូទៅនៃសហគមន៍របស់ជាតិគេទាំង50រដ្ឋព្រោះគេនឹងខ្លាយទៅជាពលរដ្ឋរបស់អាមេរិកដូច្នេះវិលមករកគំនិតដែលខ្ញុំត្រូវគិតវិញថាតើប្រជាជាតិខ្ញុំមានអ្នកណាខ្លះដែលបានគិតផ្ចង់ផ្ដើមឲ្យគំនិតនៃការយល់ដឹងពីសហគមន៍ដើម្បីប្រែក្លាយទស្សនវិស័យរបស់យុវវ័យឲ្យយល់ដឹងអំពីជាតិរបស់ខ្លួនឲ្យស៊ីជម្រៅក្រៅពីការអានសៀវភៅក្រៅពីការស្ដាប់ការនិទានក្រៅពីភ្លឺតភ្លើនទៅតាមការបញ្ចុះបញ្ចូលរបស់អ្នកនយោបាយក៏ដូចគ្នាជាមួយអ្នកដែលចង់បានផលប្រយោជន៍ផងដែរអញ្ចឹងខ្ញុំគិតថាអញ្ចឹងខ្ញុំត្រូវរៀនឲ្យបានខ្ជាប់ខ្ជួនថាតើអ្វីទៅការបម្រើសង្គមអ្វីទៅដែលហៅថាការរៀនពីសង្គមអញ្ចឹងការបម្រើសង្គមគឺការធ្វើអ្វីដើម្បីសង្គមបានទទួលបានការរៀនពីសង្គមគឺមានន័យថាយើងខំប្រឹងធ្វើអ្វីដើម្បីស្វែងយល់អំពីអ្វីទាំងអស់នៅក្នុងសហគមន៍ជាតិក្នុងន័យដើម្បីយើងជាអ្នកបន្តវេនជួយបំពេញបំណងរបស់